សួស្តីប្រិយមិត្តអ្នកស្ដាប់នឹងតាមដាន Channel រឿងនិទានព្រឺព្រួចថ្ងៃនេះនាងខ្ញុំមានរឿងថ្មីមួយទៀតដែលនឹងយកមកបកស្រាយជូនអ្នកទាំងអស់គ្នាដែលរឿងហ្នឹងមានចំណងជើងថាកល្យាណមិត្តរឿងកល្យាណមិត្តគឺជារឿងមួយដែលបានកើតឡើងរយៈពេលរាប់ថយក្រោយទៅប្រហែលជា13ឆ្នាំមុនហើយរឿងនេះគឺជារឿងមួយដែលកើតឡើងទៅលើក្រុមមិត្តភ័ក្តិមួយក្រុមដែលគាត់ជាសិស្សថ្នាក់វិទ្យាល័យចិត្តបញ្ចប់ថ្នាក់សិក្សាថ្នាក់បាក់ឌុបថ្នាក់ទី12អញ្ចឹងអ្នកនរគ្នាហើយរឿងហ្នឹងគឺមានតួអង្គសំខាន់3នាក់គឺចេនចន្ទធូហើយនិងកញ្ញារឿងហ្នឹងគឺវាកាត់ឡើងជាអ្នកនរគ្នាពួកគាត់3នាក់ហ្នឹងគឺគាត់ជាមិត្តភ័ក្តិដែលចិត្តដិតនឹងគ្នាខ្លាំងមែនទែនជាមិត្តភ័ក្តិដែលទៅរៀនគឺស្រឡាញ់ការសិក្សាដូចគ្នាចូលចិត្តចែករំលែកក៏ដូចជាធ្វើលំហាត់មេរៀនអីជាមួយគ្នាអញ្ចឹងណាហើយក៏នៅក្នុងភូមិជាមួយគ្នានឹងផងដែរហើយទៀតសោតគឺពួកគាត់មាននៅក្នុងភូមិមួយគ្នាអញ្ចឹងហើយម៉ាក់ផាយបងប្អូនអីគឺស្គាល់ទាំងអស់គ្នាអញ្ចឹងនិយាយថាមិនសូវជាដូចយើងសម័យឥឡូវដែលនៅក្នុងទីក្រុងជួនកាលយើងស្គាល់គ្នាតែមិត្តភ័ក្តិតែភាពចិត្តដិតឬការស្គាល់ដល់គ្រួសារអ្នកខ្លះគឺអត់ទាន់ស្គាល់ដល់អញ្ចឹងណាអញ្ចឹងអានេះខ្ញុំចង់រៀងស៊ីជម្រៅទៅលើតំណែងតំណងតិចដោយសារពួកគាត់នៅជនបទទី1ទី2នៅក្នុងភូមិមួយគ្នាទៀតអញ្ចឹងតំណែងតំណងគ្រួសារគឺទាំងឪពុកម្ដាយហើយមិត្តភ័ក្តិបងប្អូននេះគឺស្គាល់គ្នាទាំងអស់គ្នាអញ្ចឹងពួកគាត់តែងតែទៅណាមកណាជុំគ្នាម៉ាក់ប៉ាដឹងឮពេលខ្លះក៏មានអ្នកខ្លះចង់ទៅដើរលេងឬទៅគេងផ្ទះមិត្តភ័ក្តិណាមួយគឺសូមអនុញ្ញាតគាត់តែសូមអនុញ្ញាតឪពុកម្ដាយទៅគឺគាត់អនុញ្ញាតឲ្យទៅគេងហ្មងព្រោះទុកចិត្តគ្នាបានអញ្ចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងរឿងរបស់យើងនៅថ្ងៃមួយគ្រួសាររបស់ចេនប៉ាម៉ាក់ក៏ដូចជាបងប្រុសហើយលោកយាយមួយទៀតផងដែរគាត់មានធុរៈត្រូវទៅក្រៅខេត្តអញ្ចឹងមែនទែនចេនក៏ត្រូវទៅដែរប៉ុន្តែដោយសារតែគៀកប្រឡងឆមាសអញ្ចឹងទៅក៏ចេនសុំអត់ទៅទេហើយប៉ុន្តែប៉ាម៉ាក់គាត់បារម្ភអញ្ចឹងណាថាបើចេនអត់ទៅទេតើចេននៅផ្ទះតើឯងដល់របៀបណាបើអត់បានទៅអញ្ចឹងទៅក៏ចេនគាត់លើកហេតុផលថាអត់អីទេចាំគាត់សុំឲ្យកញ្ញាហើយនឹងចន្ទធូមកគេងជាមួយទៅសុំឪពុកម្ដាយគេអញ្ចឹងណាហើយណាមួយវាក៏ធ្លាប់មានរឿងបែបហ្នឹងកាត់ឡើងពីមុនមកដែរអញ្ចឹងនេះជាអ្វីដែលចេនគាត់ប្រាប់ទៅប៉ាម៉ាក់ហើយក៏ប៉ាម៉ាក់គាត់ហ្នឹងបានខលទៅសុំអនុញ្ញាតអញ្ចឹងណាសូមអនុញ្ញាតប៉ាម៉ាក់របស់ចន្ទធូហើយនឹងកញ្ញាផងដែររួចហើយក៏គាត់ដល់ថ្ងៃនោះគឺពួកគាត់បានចេញដំណើរទៅនៅពេលរៀងប្រឡប់បន្តិចគឺដល់ពេលដែលចេនកញ្ញាហើយនឹងចន្ទធូគាត់ណាត់គ្នាហ្នឹងគឺណាត់មកគេងនៅផ្ទះចេនហ្នឹងឯងអញ្ចឹងគាត់ណាត់គ្នាហ្នឹងគាត់ថាជួបជុំគ្នាប្រហែលជាខ្ទង់ម៉ោង6ល្ងាចដោយសារនៅតាមជនបទអ្នកទាំងអស់គ្នាគឺម៉ោងខ្ទង់ប្រហែលជាខ្ទង់6អីហ្នឹងគឺរៀងល្ងឹតតែអ្នកទាំងអស់គ្នាទោះបីជាមានភ្លើងមានអំពូលតាមដងផ្លូវខ្លះដែរមិនអត់ហ្មងទេកាលពីខ្ទង់13ឆ្នាំមុនហ្នឹងប៉ុន្តែយ៉ាងណាក៏នៅតែរៀងប្រឡប់ល្ងឹតលឿនអញ្ចឹងនៅអ្នកតាមជនបទគេចូលសម្រាប់ចូលអីលឿនអញ្ចឹងទៅក៏ពួកគាត់ណាត់គ្នាថាធ្វើម៉េចឲ្យមកដល់ផ្ទះចេនម៉ោង6ល្ងាចអីហ្នឹងហើយវាគប់ជួនអីថ្ងៃហ្នឹងគឺមេឃភ្លៀងទៀតអ្នកទាំងអស់គ្នាអញ្ចឹងទៅក៏ចេនបានខលទៅចន្ទធូមុនគេថាចន្ទធូមកដល់ណាហើយទៅចន្ទធូថាគ្នាពងរៀបចេញពីផ្ទះទៅឲ្យឯងអញ្ចឹងប្រហែលជាមួយសធូទៀតគ្នាទៅដល់អញ្ចឹងគ្នាពងតែចាំមើលគ្នានឹងកញ្ញាមួយណាទៅដល់មុនអញ្ចឹងណាហើយក៏ទម្លាក់ទូរស័ព្ទទៅក៏ចន្ទធូគាត់ថាគាត់ចង់ទៅយកកញ្ញាប៉ុន្តែនៅពេលនោះផងដែរចេនគាត់ថាអត់អីចាំគាត់ខលទៅកញ្ញាមើលថាតើកញ្ញាចេញមកនៅអីចឹងណាហើយក៏បិទទូរស័ព្ទនិយាយមួយចន្ទធូក៏បិទទូរស័ព្ទហ្នឹងទៅមកស្ទុះគាត់ខលទៅកញ្ញាប៉ុន្តែគាត់ខលច្រើនដងមែនទែនកញ្ញាគាត់អត់លើកសោះពេលនោះកញ្ញាអត់លើកសោះហ្មងតែពេលចឹងទៅក៏គាត់គិតថាប្រហែលជាអត់លើកហ្នឹងគឺ
មិត្តខ្លួនឯងហ្នឹងក៏ពងជិះម៉ូតូមកជិះម៉ូតូទៅផ្ទះមកអញ្ចឹងក៏មិនទេបង្ខំអីទេហើយណាមួយអ្នកទាំងអស់គ្នានៅតាមជនបទសម័យប្រហែលជា13ឆ្នាំមុនហើយវ័យសិក្សាថ្នាក់វិទ្យាល័យពួកគាត់មកចូលបានការធ្វើដំណើរគឺគាត់ជិះម៉ូតូអ្នកទាំងអស់គ្នាអញ្ចឹងគាត់ក៏អត់បានខលទៅកញ្ញាទេប៉ុន្តែមួយសន្ទុះក្រោយមកកញ្ញាបានមកដល់មុនចន្ទូមកដល់ផ្ទះចេនណាមកដល់មុនហ្មងហើយសភាពកញ្ញាគឺទឹកភ្លៀងជោកហ្មងហើយអត់បាននិយាយអីទេផ្ទះរបស់ចេនគឺជាផ្ទះនៅតាមជនបទគឺឈើខាងលើថ្មខាងក្រោមហើយចដាគឺបត់ចេញមកខាងមុខអញ្ចឹងណាហើយនៅពេលហ្នឹងគឺចេននៅខាងលើផ្ទះហើយកញ្ញាគាត់មកដល់គាត់អត់បាននិយាយអីគាត់និយាយថាអញឲ្យគ្នាចង់ចូលបន្ទប់ទឹកគ្នាឈឺពោះខ្លាំងណាស់អញ្ចឹងបន្ទប់ទឹកនៅខាងលើក៏មាននៅខាងក្រោមក៏មានអញ្ចឹងក៏ពេលហ្នឹងកញ្ញាគាត់អត់បានទាំងនិយាយអីច្រើនគាត់ឈឺពោះហើយគាត់សុំឡើងទៅបន្ទប់ទឹកភ្លេតអញ្ចឹងណាហើយចេនក៏ឃើញមិត្តភ័ក្តិសើមភ្លៀងទឹកជោកផងហើយក៏ឃើញមើលទៅទម្រង់ដូចជាឈឺពោះខ្លាំងក៏អត់បានសួរអីទេគឺពេលហ្នឹងគឺអនុញ្ញាតឲ្យឡើងទៅហើយចូលទៅបន្ទប់ទឹកអញ្ចឹងទៅមកចធុក្រោយមកទូរស័ព្ទរបស់ចេនរោឡើងទូរស័ព្ទរបស់ចេនរោឡើងគឺចេនឃើញលេខរបស់ចន្ទូចេនក៏លើកហើយក្នុងចិត្តចេននិយាយថាហើយម្នាក់នេះទេទៅមុនតែអ្នកអត់លើកមកដល់មុនអញ្ចឹងណាគាត់គិតអញ្ចឹងថាអូខេមិនអីទេទៅពេលដែលគាត់លើកគាត់និយាយថាឯងដល់ណាដល់ណីហើយអញ្ចឹងណាថាឯងតប់ចិត្តណាគ្នាមានរឿងមួយចង់ប្រាប់ឯងថារឿងអីអញអើយគ្នាទៅអត់ដល់ផ្ទះឯងទេហើយឯងធ្វើម៉េចរៀបចំខ្លួនចេញមកដែរមកទាំងចេញទៅណាមិនបងភ្លៀងផងឯងមានចាំដែលគ្នាប្រាប់ឯងទេគ្នាថាគ្នាចេញពីផ្ទះដើម្បីទៅយកអាកញ្ញានៅផ្ទះប៉ុន្តែអញឲ្យវាជួបឧបទ្ទវហេតុហើយវាគ្រោះថ្នាក់ហើយនៅពេលនោះគឺបាត់បង់ជីវិតហើយអញ្ចឹងណាពេលហ្នឹងគឺចេនណាគាត់គិតថាចន្ទូនិយាយបើភាសាយើងឥឡូវនេះគេហៅប្រេងនិយាយកុហកនិយាយលេងណាលេងត្រឡប់គ្នាលេងហ្នឹងទាំងឯងលេងក៏ធ្ងន់មិនឯងដល់ថ្នាក់ស្លាប់ឥឡូវហ្នឹងកញ្ញាមកដល់ផ្ទះគ្នាហើយចូលបន្ទប់ទឹកចេនក៏ប្រាប់ទៅអញ្ចឹងវិញណាហើយក៏ពេលនោះផងដែរចន្ទូថាឯងឈួតតែដឹងគ្នាអត់និយាយលេងទេរឿងស្លាប់រស់គឺគ្នាអត់យកមកនិយាយលេងទេឯងស្គាល់គ្នាស្រាប់ហើយអ្នកណាទៅយករឿងស្លាប់រស់មកនិយាយលេងអញ្ចឹងណាពេលនោះផងដែរចេនក៏និយាយថាចុះបើគ្នានិយាយក៏អត់កុហកឯងដែរគឺកញ្ញាមកដល់ផ្ទះគ្នាមុននឹងហើយឥឡូវហ្នឹងក៏ពងនៅក្នុងបន្ទប់ទឹកនៅឡើយពេលនោះគឺចន្ទូគាត់និយាយថាឥឡូវឯងចុះពីលើផ្ទះមកសិនហើយគ្នាទៅយកឯងអូខេបើឯងជឿទៅគ្នាទៅយកឯងនៅផ្ទះហើយចាំយើងទៅផ្ទះកញ្ញាទាំងអស់គ្នាព្រោះឥឡូវនេះគឺគេកំពុងតែរៀបចំអីនៅនឹងផ្ទះកញ្ញាហ្នឹងឯងបងប្អូនគេរៀបចំខ្ញុំពេញផ្ទះហ្នឹងឯងក៏ពេលហ្នឹងគឺចេនគាត់មានអារម្មណ៍ថាគាត់ shock គាត់រៀងនិយាយអត់ត្រូវគាត់រៀងភាំងហ្មងប៉ុន្តែបន្តិចគាត់ជឿមិត្តភ័ក្តិក្នុងទូរស័ព្ទប៉ុន្តែអាដានជើងមិត្តភ័ក្តិចូលបន្ទប់ទឹកសើមសស្រាក់មិញហ្នឹងគឺមិនតន់នឹងស្ងួតផងអញ្ចឹងតើឲ្យគាត់ជឿមួយណាបើមនុស្សចូលទៅទាំងស្រស់ដើរទៅបន្ទប់ទឹកមិញស្រស់ហ្មងពេលនោះផងដែរអ្វីដែលគាត់អារម្មណ៍គាត់គឺថាមិត្តភ័ក្តិមិនសមយករឿងអាយុជីវិតមកលេងសើចក៏គាត់ជឿគាត់ចុះចដើមមកក្រោមសិនហើយគាត់អត់តន់ឡើងទៅលើផ្ទះប្រហែលជាមិនដល់5នាទីព្រោះផ្ទះចិត្តគ្នាដែរទេចឹងថានៅក្នុងភូមិតែគាត់ដូចថាមួយជាងនៅប្លុកនោះមួយចឹងទៅរៀងឆ្ងាយគ្នាបន្តិចវាមិនឆ្ងាយខ្លាំងទេអ្នកទាំងអស់គ្នាបើយើងនិយាយគីឡូដីគឺវានៅមិនដល់1គីឡូដីពីគ្នាចឹងណាអញ្ចឹងក៏ប៉ុន្តែផ្ទះកញ្ញានៅឆ្ងាយជាងគេបន្តិចប៉ុន្តែផ្ទះចន្ទូនៅចិត្តនឹងដែរហើយចន្ទូក៏គាត់ជិះមកយកនៅពេលដែលចន្ទូមកដល់ចន្ទូទឹកមុខចន្ទូគឺស្លេកស្លាំងហើយយំផងអីផងអញ្ចឹងណាអញ្ចឹងចេនគណៈដែលគាត់ចូលមកក្រោមចាំមិត្តភ័ក្តិចូលបន្ទប់ទឹកចាំកញ្ញាហ្នឹងចូលបន្ទប់ទឹកគាត់ក៏ចុះមកទាំងជឿខ្លះមិនជឿខ្លះគាត់ចុះមកហ្នឹងហើយក៏គាត់និយាយថាឥឡូវឯង
កាត់អីឯងកុំកុហកគ្នាអញ្ចឹងណាប៉ុន្តែចន្ទធូថាគ្នាបានកុហកទេគ្នាអ្នកទៅដល់ផ្ទះកញ្ញាមុនហើយទៅមកផ្ទះឯងនេះឯងហើយមកយកឯងដើម្បីឲ្យឯងដឹងថាការពិតវាមិនអញ្ចឹងណាអញ្ចឹងក៏ស្រាប់ពេលហ្នឹងក៏ចេនគាត់និយាយទៅកាន់ចន្ទធូវិញថាលើឯងជឿគ្នាអត់មិញហ្នឹងជាកញ្ញាឡើងទៅលើហើយចូលបន្ទប់ទឹកឥឡូវបើឯងមិនជឿគ្នាទេឯងឡើងទៅលើទាំងអស់គ្នាដានជើងរបស់កញ្ញានៅមិនទាន់បាត់នៅឡើយព្រោះមេឃភ្លៀងវាមកទាំងសៅមកលាក់អញ្ចឹងណាកូនអ្នកទាំងពីរឡើងចដើទៅលើហើយមែនគឺអត់ចេញអត់កុហកទេគឺតាំងពីចដើកម្មទី1រហូតដល់លើតែឈើដានជើងនោះគឺសើមរហូតដល់ផ្លូវចូលបន្ទប់ទឹកអញ្ចឹងពេលនោះចន្ទធូគាត់ដឹងតែរឿងមួយគាត់ថាឥឡូវឈប់និយាយសិនហើយចាប់កាន់ដៃចេនោះចុះមកក្រោមហ្មងហើយចុះមកហើយជិះម៉ូតូទៅផ្ទះកញ្ញាទាំងអស់គ្នាអ្នកទាំងអស់គ្នាដឹងមកចេះរឿងដែលវាទន់ថត់មែនទេណាកន្លែងនេះគឺមកពេលដែលពីអ្នកកញ្ញាអនុទុកទឹកមកឡើយចន្ទធូដឹកដៃកញ្ញាចុះមកក្រោមអូ sorry ចន្ទធូដឹកដៃចេនចុះមកក្រោមពេលមកដល់ក្រោមអ្នកទាំងអស់គ្នាទ្វារបន្ទប់ទឹកនឹងបើកលើក្រែកចឹងណាហើយនៅពេលនោះមិនមែនតែចេនទេសូម្បីតែចន្ទធូក៏ឃើញដែរគឺកញ្ញាចេញពីបន្ទប់ទឹកហើយដើរនៅលើផ្ទះតាឯងហើយពីអ្នកនោះចុះមកក្រោមហើយអញ្ចឹងនិយាយទៅលើគឺឃើញមិត្តភក្តិកំពុងដូចវាចេញមកបាត់មិត្តភក្តិកលេចូលចុះឡើងមិត្តភក្តិឯងទៅណាបាត់ប៉ុន្តែអាអ្នកដែលដឹងថាកញ្ញាស្លាប់ហើយនោះវាព្រឺជាងអាអ្នកមិនដឹងទៅទៀតចេនវាបានត្រឹមតែស្ដាប់ថាកញ្ញាស្លាប់ហើយប៉ុន្តែវាអត់បានឃើញរូបភាពតែចន្ទធូអ្នកដែលឃើញអញ្ចឹងពេលនោះគឺជើងម្នាក់ដូចត្រូវអីមួយយ៉ាងគឺដើរចង់ទៅមុខឯងប៉ុន្តែខំព្យាយាមប្រមូលអារម្មណ៍ហើយឡើងម៉ូតូទាំងពីរនាក់ទៅទាំងទ្វារអត់បិទទេទាំងគឺអត់បានបិទទ្វារទៅដល់ផ្ទះទៅដល់ផ្ទះកញ្ញាអញ្ចឹងនៅពេលដែលទៅដល់ផ្ទះកញ្ញាអ្នកទាំងអស់គ្នារឿងសោកសៅគឺមិត្តភក្តិរបស់គេទាំងពីរនាក់ពិតជាបានស្លាប់មែនគឺចេះតែអ្នកទាំងអស់គ្នារឿងវាកាត់ឡើងត្រឹមពេលដែលកញ្ញាគាត់ចេញពីផ្ទះមកហើយគាត់បំរុងមកផ្ទះរបស់ចេនហើយនៅតាមផ្លូវអ្នកទាំងអស់គ្នាតាមជនបទពេលយប់គោយន្តឬក៏អ្នកមួយភាសាធម្មតាគាត់គេហៅកលេធំអញ្ចឹងអ្នកនេះវាបត់ឡើងមកហើយដៃចកោតវានឹងភ្លើងអត់គ្រប់គ្រាន់ហើយពេលនោះកញ្ញាគាត់ជិះម៉ូតូភ្លៀងផងពីផងហើយនៅតាមជនបទអានឹងដូចជាកំហុសឆ្គងមួយដែរគាត់បានពាក់មួកសុវត្ថិភាពអីទេគឺគាត់ចេញមកដើម្បីទៅតាមមិត្តភ័ក្តិហើយមិនដឹងថាស្ថានភាពពេលនោះអត់មានអ្នកគេបកស្រាយបានថាកញ្ញាជិះលឿនប៉ុណ្ណាឬអីទេប៉ុណ្ណឹងថាគាត់មានឧបទ្ទវហេតុជាមួយនឹងគោយន្តដែលជិះបត់ចេញមកឆ្លងផ្លូវអ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាដឹងអត់មូលហេតុដែលគាត់ទៅដល់ផ្ទះចេនហើយគាត់និយាយថាគាត់ឈឺពោះខ្លាំងណារឿងគឺសោកសៅនៅត្រង់នេះគឺពោះរបស់គាត់ណាអ្នកទាំងអស់គ្នានៅពេលដែលគាត់បុកជាមួយនឹងគោយន្តហ្នឹងគឺវាបុកធ្លាយពោះវាណាអ្នកទាំងអស់គ្នាអញ្ចឹងទៅអាពេលគាត់ទៅដល់ផ្ទះមិត្តភ័ក្តិហ្នឹងគាត់ជុកពោះខ្លាំងមែនទែនអញ្ចឹងហើយមូលហេតុដែលយកគាត់ទៅពេទ្យអត់ទាន់គាត់ស្លាប់នៅនឹងកន្លែងតែម្ដងដោយសារតែពោះវៀនសភាពសពរបស់គាត់គឺគាត់ធ្លាយពោះវៀនចេញមកក្រៅអស់លេងហើយក៏គាត់ក៏ដូចជានឹងហើយដោយសារគាត់អត់ពាក់មួកសុវត្ថិភាពវាមានបញ្ហាក្បាលគាត់បុកជាមួយថ្មអីទៀតអញ្ចឹងណាអញ្ចឹងសភាពរឿងរាងកាយរបស់គាត់គឺធ្ងន់ធ្ងរទៅហើយដែរអញ្ចឹងវាទៅដល់ពេទ្យអត់ទាន់ទេអញ្ចឹងរឿងសោកសៅនឹងក៏បានកើតឡើងអញ្ចឹងអ្នកទាំងអស់គ្នាហើយនៅពេលនោះផងដែរចេនហើយនឹងចន្ទធូអត់បានប្រាប់អ្នកផ្ទះបងកញ្ញាទេថាជួបរឿងអីណាអញ្ចឹងគេទាំងពីរអ្នកហ្នឹងຕົករឿងនឹងក្នុងចិត្តដោយអត់បានប្រាប់អ្នកណាទាំងអស់អញ្ចឹងការធ្វើបុណ្យសពរបស់កញ្ញាបានធ្វើចាប់ពីល្ងាចហ្នឹងទៅរហូតស្អែកឡើងនៅថ្ងៃទី2នៃថ្ងៃបុណ្យសពហ្នឹងណាគេទាំងពីរនាក់គឺសោកស្ដាយមិត្តភក្តិមែនទែនព្រោះ
ចេនគាត់ចិត្តមានអារម្មណ៍ណាខែលោកថាមកពីគាត់ឲ្យមិត្តភ័ក្តិមកគេនៅផ្ទះទៅបានជាមិត្តភ័ក្តិជួបរឿងអញ្ចឹងណាហើយប៉ុន្តែអ្នកទាំងអស់គ្នាចាស់គាត់បានស្ដីបន្ទោសរឿងនឹងទេព្រោះរឿងខ្លះវាពិតជា sensitive មែនទែនព្រោះមានអ្នកណាគេចង់ឲ្យមានរឿងនឹងកាត់ឡើងទេទី1ទី2វាបើយើងនិយាយក្នុងនៃលោកីវាអាចជាការដល់ពេលវេលាមួយរបស់កញ្ញាដែរក្នុងទី2កញ្ញាគាត់ប្រហែសដែរអញ្ចឹងណាដោយសារតែវាល្ងិតផងភ្លៀងផងជួនកាលគាត់ក៏មិនបានមើលហើយភាគីខាងកូយន្តហ្នឹងក៏មិនបានមើលច្បាស់លាស់អីចឹងណាហ្នឹងហើយអ្នកទាំងអស់គ្នាអញ្ចឹងរឿងហ្នឹងវាមិនជារឿងដែលត្រូវយកទោសបីដល់លើអ្នកណាមួយទេចោតកំហុសទម្លាក់កំហុសឲ្យអ្នកណាមួយទេព្រោះវាជារឿងសោកស្ដាយមួយដែលបានកាត់ឡើងទៅហើយអញ្ចឹងអ្នកទាំងអស់គ្នាបន្ទាប់ពីបុណ្យនឹងចប់អ្នកទាំងអស់គ្នាចេនហើយនឹងចន្ទូបានប្រាប់រឿងនេះទៅដល់ឪពុកម្ដាយរបស់កញ្ញាអញ្ចឹងឪពុកម្ដាយរបស់កញ្ញាគាត់ស្ដាប់រឿងនឹងអស់ហើយអញ្ចឹងគាត់ក៏និយាយទៅវិញថាហ្នឹងហើយកូនដោយសារកូនឯងទាំង3នាក់ជាមិត្តភក្តិចិត្តដិតនឹងគ្នាហើយប្រហែលជាភ្លាមហ្នឹងគឺកញ្ញាគ្នាអត់ដឹងខ្លួនថាគ្នាស្លាប់ទេអ្វីដែលគ្នាដឹងគឺគ្នាធ្វើឲ្យគ្រប់ទៅតាមកិច្ចសន្យាថាតើគេមួយមិត្តភក្តិគឺទៅឲ្យដល់គោលដៅទាំងដែលខ្លួនឯងផុតទៅហើយតែនៅតែអាខណៈចិត្តរបស់ខ្លួនឯងគឺត្រូវទៅឲ្យដល់ទីដៅដែលខ្លួនឯងបានសន្យាមួយមិត្តភក្តិអញ្ចឹងណាអញ្ចឹងប្រហែលជារឿងហ្នឹងគឺអញ្ចឹងឯងហើយគម្រប់7ថ្ងៃគឺកញ្ញាគាត់នឹងដឹងខ្លួនថាគាត់លាចាកលោកនេះហើយអញ្ចឹងណាអញ្ចឹងយើងមានតែជួយធ្វើបុណ្យឧទ្ទិសឲ្យកញ្ញាទទួលបានសោភ័ព្វបុណ្យហ្នឹងទៅអញ្ចឹងធ្វើម៉េចបើយើងនិយាយក្នុងនៃកម្មលោកីគឺគាត់មានអាយុសង្ខារតែប៉ុណ្ណឹងអញ្ចឹងនឹងឯងអញ្ចឹងគ្រប់គ្នាក៏បានដឹងរឿងនឹងទាំងអស់គ្នាអញ្ចឹងណាតែអ្នកទាំងអស់គ្នាដឹងក៏ប៉ុន្តែចន្ទូហើយនឹងចេនគាត់មិនមែនខ្លាចមិត្តភ័ក្តិប៉ុន្តែគាត់ណារឿងពេលហ្នឹងគឺវាឆក់បន្តិចត្រង់ថាម្នាក់ដឹងថាកញ្ញាបានស្លាប់ហើយម្នាក់ទៀតអត់បានដឹងអញ្ចឹងណាប៉ុន្តែនៅពេលថ្ងៃបុណ្យសពអីគឺពួកគេទាំងពីរនាក់មិនមែនខ្លាចខ្មោចមិត្តភ័ក្តិខ្លាចអីដល់ថ្នាក់ហ្នឹងទេទោះបីជាវ័យពេលនោះពួកគាត់អាយុ18អីក៏ដោយប៉ុន្តែមិនមែនថាពួកគាត់ខ្លាចទេអ្នកទាំងអស់គ្នាពួកមិត្តភ័ក្តិយ៉ាងណាក៏នៅតែជាមិត្តភ័ក្តិទាំងអ្នករស់ទាំងអ្នកស្លាប់ឃើញអត់ចុងក្រោយគឺធ្វើគ្រប់ទៅតាមលក្ខខណ្ឌនិងការសន្យារបស់ខ្លួនអញ្ចឹងណាទាំងអស់គ្នាហើយពួកគាត់នៅចង់ចាំកញ្ញានៅក្នុងបេះដូងចនិតរហូតដល់រាល់ថ្ងៃហ្នឹងគឺនៅតែធ្វើបុណ្យឧទ្ទិសឲ្យមិត្តភ័ក្តិនឹងឯងអញ្ចឹងរឿងកល្យាណមិត្តគឺអត្ថន័យមានតែប៉ុណ្្នឹងណាទាំងអស់គ្នាហើយក៏សូមចិត្តអ្នកទាំងអស់គ្នាបើសិនជាចូលចិត្តហើយនឹងចង់ឲ្យខ្ញុំចេញវីដេអូបន្តទៀតសូមកុំភ្លេចជួយចុច like ចុច subscribe ហើយដាក់កណ្ដឹងផងអ្នកទាំងអស់គ្នាដើម្បីទទួលបានវីដេអូថ្មីទៀតចាអរគុណជម្រាបលាបាយបាយអ្នកទាំងអស់គ្នាសុខសប្បាយទាំងអស់គ្នា